សួស្តីបងប្អូនចានេះគឺជាវីដេអូអំពីសត្វព្រាបមាន់ដែលខ្ញុំចាប់នៅក្នុងទ្រុងធំបងប្អូនចាប្រភេទនៅពីសម្មិញគឺវារួចចេញពីទ្រុងបងប្អូនហើយភ័យចង់ប្រកាច់តែប៉ាត់វាអបសុកវាចង់ចេញទៅលេងក្រៅអីចឹងណាហើយនេះពណ៌សស្អាតណាបងប្អូនអើយចាវារួមមានច្រើនពណ៌ច្រើនប្រភេទទេតែខ្ញុំអត់សូវស្គាល់ចឹងខ្ញុំដឹងតែព្រាបមាន់ចឹងណាបងប្អូនចាអត់ដឹងថាប្រភេទអស់ហ្នឹងគេហៅប្រភេទអីទេបងប្អូនណាចាហើយធំមកបងប្អូនចាគឺវានៅក្នុងទ្រុងខ្ញុំសមិញពីរក្បាលនេះពណ៌ប្រភេទនេះគឺវាបានហោះចេញពីក្នុងទ្រុងធំនេះចឹងណាបងប្អូនចាតែដល់ពេលមកសន្ទុះគឺវាចូលក្នុងទ្រុងវិញអត់ដឹងថាវាហោះចូលតាមប្រឡោះណាវិញទេបងប្អូនចានេះពណ៌សនិយាយរួមប្រភេទ2ស2បងប្អូនចាខ្ញុំដាក់នៅក្នុងទ្រុងចឹងឲ្យវាស៊ីចំណៃដើរទៅនេះទៅនោះអីចឹងទៅទលីស្រួលណាបងប្អូនទ្រុងនេះធំណាគឺមានតែ4ក្បាលហ្នឹងតែបើសិនជាអាកូនទូចនោះវាធំប៉ុណ្ណឹងវាចេះស៊ីចំណីអីខ្លួនឯងខ្ញុំនឹងចាប់ដាក់កូនព្រាបមាន់ហ្នឹងចូលក្នុងទ្រុងនេះបន្ថែមទៀតចឹងណាបងប្អូនចាចំពោះមីមេហើយណាឈ្មោះនោះគឺខ្ញុំអត់យកដាក់ក្នុងនឹងទេខ្លាចពេលដែលវាពងឬក៏អីចឹងទៅវាអត់ចង់ក្រាបចឹងទៅអាចខូចពងចឹងហើយខ្ញុំក៏សម្រាប់ចិត្តវាដាក់នៅក្នុងទ្រុងទូចមួយផ្សេងដាច់ដライអំពី4ក្បាលនេះបងប្អូនចាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាចាអរគុណបងប្អូនទាំងអស់គ្នាដែលចូលទស្សនានៅវីដេអូបងប្អូនស្រឡាញ់ពេញចិត្តក្នុងការបង្ហាញអំពីសត្វព្រាបមាន់សូមបងប្អូនចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណបងប្អូនទាំងអស់សូមជម្រាបលា